Và xong cầm nămជំរាបសួរថ្ងៃនេះជួបជាមួយនឹងវីដេអូថ្មីគឺថ្ងៃនេះខ្ញុំនាំយកវីដេអូរបៀបក្រមការខ្មែរឧបករណ៍របស់យើងគឺមានផ្ការៈហ្នឹងនេះហៅថាផ្ការៈស្រុកខ្មែរយើងគឺដោះទីតំបន់ហើយនឹងហើយនេះគឺជាផ្កាអង្គាសិលហើយផ្កាអង្គាសិលនឹងដែរគឺដូចទៅនឹងផ្ការំដួលតែខុសគ្នាត្រង់ថាផ្កាអង្គាសិលនេះតូចជាងហើយមានពណ៌លឿងហើយផ្កានេះក៏អូបនៅពេលល្ងាចហើយភាគច្រើនផ្កាអង្គាសិលនេះដោះនៅព្រៃរនាមព្រៃលិចទឹកហ្នឹងហើយប្រភេទដើមឈើគឺមានលក្ខណៈខុសគ្នាពីផ្ការំដួលគឺដោះនៅក្នុងព្រៃបង្គោលមានលក្ខណៈដូចជាដើមឈើតែផ្កាអង្គាសិលនេះគឺមានដើមលក្ខណៈទ្រង់ទ្រាយជាវល្លិហើយអត់ធំដូចផ្ការំដួលទេហើយមួយទៀតគឺយើងមានផ្កាអ្នកខ្លះហៅផ្កាលឿងហើយតំបន់ខ្លះហៅផ្កាស្បៃរឿងហើយនៅក្នុងតំបន់ខ្ញុំគឺហៅផ្កាស្បៃរឿងកាលនេះហើយឧបករណ៍យើងគឺងាយទេគឺមានអំបោះហើយនឹងជុលមានផ្កា3មុខហ្នឹងហើយផ្ការៈផ្កាអង្គាសិលនិងផ្កាស្បៃរឿងឥឡូវយើងមកដឹងពីរបៀបបេះផ្ការៈនេះផ្ការៈគឺយើងអត់ចងស្ទាប់ទេនេះគឺជាស្ទាប់ផ្ការៈហើយកន្លែងមកនេះគឺជាផ្ការៈនេះការនេះគឺយើងងាយរកមែនទែនដោះនៅតាមផ្លូវរបៀបបេះផ្ការៈគឺយើងចាប់ស្ទាប់វាដូចនេះហើយយើងកាត់ចុះកាត់ឡើងមកគឺយើងបានហើយស្ទាប់ហើយនឹងគល់ផ្កាខាងក្នុងហើយផ្កាដែលកំពុំនេះក៏យើងកុំចោលព្រោះផ្កាកំពុំនេះក៏យើងប្រើបានដូចគ្នាដែរលើផ្កាយើងប្រឡេះរួចហើយនេះយើងឃើញស្រាប់នេះគឺជាស្ទាប់ផ្ការៈនេះដែរមាន2ប្រភេទមានផ្ការៈភ្នំហើយនិងរយៈស្រុករយៈភ្នំគឺដើមតូចហើយយើងអាចយកមកក្រងធ្វើជាផ្កាដូចផ្ការៈស្រុកនឹងបានទេនេះគឺជារបៀបក្រងផ្កាងាយហ្នឹងមិនមែនជាលក្ខណៈអាជីពដូចគេក្រងលក់ទេគឺជាលក្ខណៈក្រងផ្កាងាយចឹងយើងចាប់ផ្ដើមដោតគឺយើងយកខាងក្រោមនេះកាត់ចុះ
lên bàn hết bàn trên thì rụp riêng cả còn hơi mình sẽ sát vô chỉ lực tìm mũi tại có một nạc thiệp ép rồi cho bạn thầm ra chú mình trực đi sẽ làm rồi có vô tục mai tế cả bảy riêng cả rẽ hay nên càng kế sở những chuyện càng kế sở cả rẽ cả bảy riêng nhưng ai rộp bàn ởក្នុងព្រៃងាយការស្បៃរឿងគឺយើងអាចរកនៅតាមភូមិស្រុកបានហើយផ្ការៈយើងអាចរកតាមផ្លូវហ្នឹងហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ជួបគ្នាវីដេអូក្រោយបាយបាយ